នាងណាដាអីណែណាហេតុអីក៏មិនឃើញពួកគេមកជួយពួកឯងស្គាល់ថាជាអ្នកការពារអំពើជីជន់ជាអ្នកប្រយុទ្ធដ៏មានឫទ្ធិអំណាចក្នុងរាត្រីមួយខណៈពេលដែលខ្ញុំកំពុងលេងជាមួយប្អូនប្រុសឌីងរបស់ខ្ញុំស្រាប់តែមានបាតុភូតចម្លែកលើផ្ទៃមេឃពេលដែលមានមេឃភ្លឺស្លាស់ខ្ញុំបានឃើញពន្លឺដ៏តូចមួយចាញ់ចាំងពីលើដីក្បែរជើងរបស់ខ្ញុំលើថ្មនោះមានឆ្លាក់ដូចជាអក្សរដោយសារខ្ញុំខ្លាចមិត្តរួមថ្នាក់របស់ខ្ញុំដណ្ដើមយកថ្មនោះលេបចូលទៅក្នុងខ្លួនពេលដែលខ្ញុំដឹងខ្លួនឡើងវិញទើបខ្ញុំដឹងថាខ្ញុំកំពុងតែនៅលើដៃរបស់លោកយាយរបស់ខ្ញុំក៏បានយកគ្រឿងរ៉ាវទាំងអស់នេះនិយាយប្រាប់គាត់ខ្ញុំព្យាយាមរកនឹកអក្សរចរិតដែលនៅលើថ្មនោះនៅសុកខ្ញុំក៏ខ្លាចទៅជាដាណាជាតួអង្គរឹងមាំស្វាត់ស្វែងបំផុតចំពោះពួកបិសាចដែលរៀបបាត់ពិភពលោកទាំងមូលឥឡូវនេះពិភពលោកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ទៀតហើយដោយសារតែការគំរាមកំហែងពួកបិសាចត្រឡប់មកវិញហើយក៏ដល់ពេលត្រូវជ្រើសរើសអ្នករក្សាដុំថ្មនោះជាថ្មីទៀតដែរហើយអ្នកដែលមានវាសនានោះត្រូវរក្សាត្បូងថ្មនោះមានឈ្មោះថាដាណាលោកអាលីសាក្បួនដល់ហើយបានចេញដំណើរមកហើយអ្នកទាំងពីរអាចបួងសួងបានហើយសូមឲ្យអ្នកទាំងពីរឆាប់មានផ្ទៃពោះអាន់ជីយើងគិតនាំក្មេងៗទាំងអស់នេះទៅទទួលផ្កាដែរបើសិនជាពងមនុស្សជាន់គិតយ៉ាងម៉េចទៅអូយអត់ទេទទួលផ្កាកាន់តែ